រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើញ៉ាំបាយជ្រូកតាយ៉ងចេកឲ្យមានរសជាតិឆ្ងាញ់ចាអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចំណែកនេះគឺជាគ្រឿងផ្សំចាជាដំបូងគឺនាងខ្ញុំដាំទឹកកន្លះឆ្នាំងឲ្យក្តៅសិនតើមកនាងខ្ញុំដាក់អំបិលមួយចាប់ចូលទៅក្នុងទឹកនឹងមករួចយកស្បែកជ្រូកហើយនឹងសាច់ជ្រូកយកមកស្ងោរឆ្អិនចាចំពោះញ៉ាំស្បែកជ្រូកនេះខ្ញុំដាក់លាយសាច់ជ្រូកបន្តិចបងប្អូនចង់ដាក់ច្រើនក៏បានដែរចានេះខ្ញុំស្ងោររហូតតតែស្បែកជ្រូកនិងសាច់ជ្រូកនឹងវាឆ្អិនល្អចាចំពោះស្បែកជ្រូកបងប្អូនស្ងោររហូតតតែផុយតមកនេះខ្ញុំចិតក្រូចឆ្មាយកមកច្របាច់ចូលនៅក្នុងទឹកដើម្បីយកតាយ៉ងចេកដែលយើងនឹងយកមកញ៉ាំហ្នឹងគឺយើងយកបាត់មុខពីចិតវាស្ដាងអញ្ចឹងមកយកមកត្រាំនៅក្នុងទឹកក្រូចឆ្មាហ្នឹងដើម្បីកុំឲ្យវាខ្មៅចាចិតតាយ៉ងចេកនឹងរហូតដល់អស់មករួចត្រាំវាចោលមួយសន្ទុះទៅបងប្អូនឲ្យស្រង់វាដើម្បីសម្រក់ទឹកបានហើយចាំតបពីហាន់តាយ៉ងចេករួចហើយឥឡូវនឹងខ្ញុំចាប់ផ្ដើមមកត្រៀមគ្រឿងផ្សំផ្សេងទៀតមានដូចជាខ្ទឹមក្រហមចានេះខ្ញុំហាន់រួចហើយស្ដាងរួចក៏មានខ្ទឹមសខ្ញុំហាន់វាស្ដាងដូចគ្នាចំពោះម្ទេសបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តទៅចំពោះនេះខ្ញុំគឺដាក់មកល្មមទៅមកព្រោះអត់សូវយកចិត្តហឹរអញ្ចឹងណាតមកក្រូចឆ្មាហើយបងប្អូនហាន់ណាឆ្កឹះក្រោយវាចេញហើយមកឥឡូវមកមើលស្បែកជ្រូកយើងវិញម្ដងឃើញថាវាផុយល្អហើយបងប្អូនហើយនេះខ្ញុំស្រង់វាចេញចាចំពោះស្បែកជ្រូកនេះគឺនាងខ្ញុំចង់ឲ្យវាត្រជាក់លឿននាងខ្ញុំយកវាទៅលាងទឹកសិនលាងទឹកទៅវាចុះត្រជាក់ហើយមួយទៀតស្បែកជ្រូកវាតែងតែមានខ្លាញ់ជាប់អញ្ចឹងបងប្អូនអញ្ចឹងពេលដែលបងប្អូនទិញមកពេលដែលនៅឆៅហ្នឹងបងប្អូនមិនបាច់ចំតន់ជាវាចេញព្រោះវាអាចនឹងពិបាកជាពេលដែលស្បែកជ្រូកយើងយកទៅដាក់ស្ងោរទាំងខ្លាញ់អញ្ចឹងទៅពេលដែលវាឆ្អិនគឺយើងជាស្រួលមែនទែននេះបងប្អូននេះខ្ញុំជាអញ្ចឹងណាព្រោះបងប្អូនហាន់ស្បែកជ្រូកនឹងជាសរសៃចឹងមកក្រាស់ស្ដាងតាមចំណង់ចំណូលចិត្តចាឥឡូវស្បែកជ្រូកហើយនឹងសាច់ជ្រូកនេះខ្ញុំក៏បានហាន់រួចរាល់ហើយដែរអញ្ចឹងបងប្អូនយកវាទុកម្ល៉េះសិនទៅហើយយើងមកផ្សំគ្រឿងដើម្បីធ្វើទឹកញ៉ាំចានេះគឺជាទឹកប្រហុកបងប្អូនទឹកប្រហុកខ្មែរយើងហ្នឹងយើងយកវាទៅស្ងោរបន្តិចទៅហើយក៏មានស្ករត្នោតប៊ីចេងទឹកត្រីទឹកអំពិលទុំតមកខ្ញុំកូរឲ្យគ្រឿងផ្សំនោះរលាយសព្វចូលគ្នាជាមួយសិនចាចំពោះទឹកញ៉ាំនេះបងប្អូនអាចភ្លក់បានណាចានេះខ្ញុំកូររលាយសព្វហើយឥឡូវនេះខ្ញុំបន្ថែមទឹកដែលបានស្ងោរបាយជ្រូកហ្នឹងចូលមកវែកទៀតមកដើម្បីកុំឲ្យវាកោកពេកព្រោះជាបាយក្រូចឆ្មាចូលបងប្អូនអាចភ្លក់រសជាតិនៅពេលនេះបានគឺឲ្យវារៀងប្រៃហើយជូរបន្តិចទៅចារសជាតិបងប្អូនផ្សំឲ្យដិតទៅហើយមិនអញ្ចឹងទេពេលដែលយើងដាក់សាច់និងបន្លែចូលទៅវារៀងសាបចាទៅប៉ុណ្ណឹងមកយើងអាចដាក់ស្បែកជ្រូកនិងសាច់ជ្រូកចូលបានហើយបន្ថែមនៅខ្ទឹមក្រហមខ្ទឹមសហើយតាយ៉ងចេកការ៉ុតចាយើងច្របល់ឲ្យវាចូលជាតិគ្នាសិនមកហើយចាំយើងដាក់គ្រឿងផ្សំផ្សេងទៀតចាំមើលទៅវាចូលជាតិហើយឥឡូវនេះខ្ញុំចាប់ផ្ដើមបន្តដាក់នៅជីនាងវងហើយនឹងជីថ្ពាល់ត្រីបងប្អូនចាចំពោះញ៉ាំគឺមិនអាចខ្វះពីមុខនោះបានទេហើយនេះខ្ញុំបានដាក់ម្ទេសចាម្ទេសហ្នឹងដូចនេះខ្ញុំប្រាប់អញ្ចឹងដាក់តាមចំណង់ចំណូលចិត្តរួចនេះខ្ញុំបានថែមនៅសណ្តែកដីលីងតំណងមែនតើបងប្អូនចាអញ្ចឹងមុខហូបនេះគឺធ្វើអស់លុយតិចហើយឆ្ងាញ់ទៀតបងប្អូនចាតែប៉ុណ្ណឹងគឺរួចរាល់ហើយខ្ញុំបន្ថែមនៅម្ទេសហើយនឹងដៃដែលលីងថែមតិចទៀតមកគឺឆ្ងាញ់មែនតើអញ្ចឹងខ្ញុំសូមអរគុណបងប្អូនផងដែរដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមអរគុណសូមជម្រាបលា